កុំប៉ះរុក្ខជាតិទាំង5ដែលគ្រោះថ្នាក់បំផុតនៅលើលោកតើអ្នកធ្លាប់គិតទេថារុក្ខជាតិដែលយើងឃើញស្រស់បំព្រងនោះក៏មានផ្នែកខ្មៅងងឹតមួយដែរថ្ងៃនេះយើងនឹងនាំអ្នកទៅស្គាល់កាហ្វេអាវតាមានរសជាតិឈ្ងុយឆ្ងាញ់បងប្អូនអាចសាកល្បងបានជាមួយនឹងរសជាតិកាហ្វេខ្មែរនិងកាហ្វេដែលបានមកពីបណ្ដាប្រទេសផ្សេងៗជាច្រើនទៀតជាមួយនឹងក្រុមហ៊ុនកាហ្វេអាវតាដែលគ្រាន់តែធ្វើការ comment រីឆាតចូលពេកកាហ្វេអាវតាហើយសរសេរពាក្យថាខ្ញុំចង់សាកនោះខាងក្រុមការងារនឹងយកកាហ្វេទៅឲ្យបងប្អូនសាករសជាតិដល់ទីតាំងដោយមិនគិតថ្លៃនិងមិនគិតសេវាអ្វីទាំងអស់រុក្ខជាតិដែលគ្រោះថ្នាក់បំផុតនៅលើលោកដែលខ្លះគ្រាន់តែប៉ះក៏អាចបណ្ដាលឲ្យស្លាប់ឬឈឺចាប់ខ្លាំងជាងស្លាប់ទៅទៀតទៀមខ្លួនហើយឬនៅតោះចាប់ផ្ដើម1ដើមមែនជញីលវាមានរហស្សនាមថាផ្លែប៉ោមនៃសេចក្តីស្លាប់រុក្ខជាតិនេះដុះនៅតាមតំបន់ត្រូពិកនៅអាមេរិកនិងការ៉ាប៊ីនគ្រោះថ្នាក់របស់វារកផ្នែកទាំងអស់ពុលខ្លាំងទាំងស្លឹកជ័រផ្លែនិងសម្បកជ័ររបស់វាមានផ្ទុកសារធាតុផលបល់ដែលបង្កឲ្យមានរលាកស្បែកយ៉ាងធ្ងន់ធ្ងរឡើងពងបែកនិងឈឺចាប់ខ្លាំងបំផុតសូម្បីតែពេលមានភ្លៀងក៏ដោយលំនាក់ទឹកដែលប៉ះស្លឹកក៏អាចបង្កឲ្យរលាកស្បែកផងដែរការបរិភោគផ្លែរបស់វាអាចបណ្ដាលឲ្យហាបំពង់កដាច់ខ្យល់និងស្លាប់កុំព្យាយាមទាត់វាឲ្យសោះព្រោះផ្សែងក៏អាចធ្វើឲ្យពិការភ្នែកបណ្ដោះអាសន្នបានដែរ2 Niacetគេហៅវាថា Belladonna រុក្ខជាតិនេះដុះនៅអឺរ៉ុបអាហ្វ្រិកខាងជើងនិងអាស៊ីខាងលិចវាមានសារធាតុពុលអាត្រូភីននិងស្កូប៉ូឡាមីនផ្លែរបស់វាមានរាងមូលខ្មៅរលោងគួរឲ្យចង់ញ៉ាំប៉ុន្តែគ្រាន់តែ5ទៅ10ផ្លែក៏អាចសម្រាប់មនុស្សពេញវ័យបានដែររោគសញ្ញាមានដូចជាស្រវាំងភ្នែកចង្វាក់បេះដូងលោតខុសប្រក្រតីភ្លេចភ្លាំងវង្វេងស្មារតីរហូតដល់ស្លាប់ភ្លាមៗក៏មានទី3ដើមភីមជីវាមានរហស្សនាមគួរឲ្យខ្លាចថារុក្ខជាតិអាតិឃាតដើមនេះដុះនៅតំបន់ព្រៃឈើត្រូពិកខាងកើតប្រទេសអូស្ត្រាលីទី4 Hemlock of Water រុក្ខជាតិនេះត្រូវបានចាត់ទុកថាជារុក្ខជាតិពុលបំផុតនៅអាមេរិកខាងជើងវាដុះនៅតំបន់ដីសើមវាមានសារធាតុពុលស៊ីខូតូស៊ីនដែលផ្ដោតខ្លាំងទៅនឹងឫសរុក្ខជាតិនេះមើលទៅស្រដៀងការ៉ុតព្រៃឬ cherry ដែលអាចបង្កជាកំហុសដ៏គ្រោះថ្នាក់បន្ទាប់ពីលេងត្រឹមតែប៉ុន្មាននាទីវានឹងបង្កឲ្យមានការឈឺចាប់ពោះរមួយក្រពើក្អួតចង្អោរនិងការប្រកាច់យ៉ាងខ្លាំងដែលជាញឹកញាប់បណ្ដាលឲ្យស្លាប់ទី5សណ្តែក castor នេះជាប្រភពនៃប្រេងល្ហុងខ្វងវាដុះនៅតំបន់ត្រូពិកនិងដាំជាលម្អនៅតំបន់ផ្សេងៗទៀតក្រុមរបស់វាមានផ្ទុកនៅជាតិពុលដ៏សាហាវបំផុតមួយគឺ resin ជាតិពុល resin គឺមានឥទ្ធិពលជាងជាតិពុល cyanide រាប់ពាន់ដងឯណោះគ្រាន់តែមួយគ្រាប់ប៉ុណ្ណោះដែលទំពាហើយលេបចូលក៏គ្រប់គ្រាន់ដើម្បីសម្រាប់មនុស្សពេញវ័យបានដែរវាបង្កឲ្យមានការខ្សោយតម្រងនោមនិងថ្លើមបណ្ដាលឲ្យស្លាប់ក្នុងរយៈពេល2ទៅ3ឆ្នាំពិតជាគួរឲ្យភ្ញាក់ផ្អើលមែនទេរុក្ខជាតិគ្រោះថ្នាក់ទាំងនេះរំលឹកយើងថាធម្មជាតិមិនមែនសុទ្ធតែស្រស់ស្អាតនិងល្អទាំងអស់នោះទេកុំប៉ះកុំដាំកុំបរិភោគរុក្ខជាតិណាមួយដែលអ្នកមិនស្គាល់ច្បាស់ត្រូវតែប្រុងប្រយ័ត្នជានិច្ចនៅពេលចូលព្រៃឬទៅតំបន់ធម្មជាតិតើអ្នកធ្លាប់ស្គាល់រុក្ខជាតិពុលផ្សេងទៀតទេសូមបញ្ចេញមតិនៅខាងក្រោមបើសិនបើអ្នកយល់ថាវីដេអូនេះមានប្រយោជន៍សូមជួយ like និង subscribe ដល់ channel របស់យើងខ្ញុំផងជួបគ្នានៅវីដេអូក្រោយ